ជំរាបសួរពុកម៉ែនិងសួស្តីទៅកាន់បងប្អូនជុំជាតិទាំងអស់គ្នាថ្ងៃនេះថ្ងៃចុងសប្តាហ៍រីករាយថ្ងៃចុងសប្តាហ៍នេះខ្ញុំទៅធ្វើការមួយថ្ងៃហើយមុនទៅធ្វើការខ្ញុំធ្វើការសម្អាតព្រិលមកផ្ទះបន្តិចសិនព្រោះរដូវនេះដល់រដូវធ្លាក់ព្រិលហើយគាត់ថាវាធ្លាក់ច្រើនហើយវាធ្លាក់មកចាប់ដើមនៃការធ្លាក់ព្រិលចឹងធ្វើការសម្អាតព្រិលមកផ្ទះបន្តិចសិនបើសិនយើងអត់សម្អាតវាទេនៅពេលដែលអាកាសធាតុកាន់តែត្រជាក់ខ្លាំងគឺវាកកវាធ្វើឲ្យការធ្វើដំណើរចេញចូលផ្ទះរបស់យើងវាពិបាកក្នុងការធ្វើដំណើរអញ្ចឹងខ្ញុំធ្វើការសម្អាតវាបន្តិចសិនជីវិតនៅកាន់ដានហ្នឹងអញ្ចឹងឯងបងប្អូនគឺខែត្រជាក់ធ្លាក់ព្រិលគឺយើងត្រូវតែសម្អាតវាអញ្ចឹងហើយមួយទៀតគឺងាយប្រឈមមុខផ្ដាសាយហើយសូមអធិស្ឋានផងដោយសារសលេងខ្ញុំវារៀងពិបាកស្ដាប់តិចហើយព្រោះដោយសារខ្ញុំតំជាផ្ដាសាយបានរយៈពេលមួយអាទិត្យហ្នឹងឯងបើសម្រាប់ខ្ញុំតួនៅខែត្រជាក់នេះគឺខ្ញុំអត់សូវចូលចិត្តប្រមាណទេព្រោះដោយសារប្រឈមមុខនឹងការឈឺច្រើនផ្ដាសាយហើយតាណាម៉ាណាហ្នឹងគឺយើងត្រូវការពាក់អាវខែបន្តិចឥឡូវនេះខ្ញុំសុំខាលវីដេអូលឿនតិចឲ្យព្រោះចំណាយពេលในការសម្អាតព្រិលហ្នឹងគឺរយៈពេល15នាទីដែរព្រោះខែត្រជាក់នេះយើងត្រូវការពាក់អាវយើងខែបើសិនយើងពាក់យើងស្ដាងអត់បានទេបងប្អូនគឺងាយនឹងប្រឈមមុខនឹងឈឺមែនតើគឺផ្ដាសាយនឹងគឺពិបាកហើយបើខែក្តៅគឺមានភាពងាយស្រួលច្រើនយើងអត់សូវពាក់អាវខែឲ្យធ្ងន់ដូចខែត្រជាក់ឯងបើខែក្តៅពាក់តែខោខ្លីអាវដៃខ្លីគឺហើយចប់បើខែត្រជាក់គឺត្រូវពាក់អាវដៃវែងខោជើងវែងយើងខែហើយនៅពេលខែត្រជាក់នេះគឺអត់សូវមានអ្នកដើរធ្វើដំណើរដើរលេងច្រើនទេព្រោះគេចេញធ្វើការមកផ្ទះចេញផ្ទះមកធ្វើការគឺអុកសុកមែនទែនឥឡូវនេះខ្ញុំបានសម្អាតព្រិលរួចរាល់ហើយខ្ញុំរៀបចេញដំណើរទៅធ្វើការឥឡូវនេះហើយបន្ទាប់មកមុនខ្ញុំចេញធ្វើដំណើរធ្វើការគឺខ្ញុំឈប់យកទូរស័ព្ទកាមេរ៉ាទូរស័ព្ទខ្ញុំបន្តិចសិនហើយឥឡូវនេះគឺខ្ញុំបានចេញពីធ្វើការឲ្យបងប្អូនបានឃើញស្រាប់ហើយគឺកកគឺយើងត្រូវសម្អាតកញ្ចក់មុខកញ្ចក់ក្រោយកញ្ចក់ចំហៀងទាំងអស់បានយើងអាចធ្វើដំណើរបានព្រោះយើងធ្វើដំណើរតែអញ្ចឹងគឺអត់បានទេគឺងាយគ្រោះថ្នាក់បងប្អូនធ្វើសម្អាតវាមួយថ្នមតែរៀងឈរដៃបន្តិចកញ្ចក់ឡានយើងហ្នឹងគឺអាចបែកដែរឥឡូវនេះធ្វើការសម្អាតវាហើយបន្ទាប់ពីសម្អាតរួចរាល់ហើយគឺយើងអាចធ្វើដំណើរបានឥឡូវនេះខ្ញុំបានធ្វើដំណើរទៅដល់ផ្ទះហើយបងប្អូននៅតាមផ្លូវគឺបងប្អូនឃើញដូចសើមដូចទឹកហ្នឹងគឺគេបាញ់អំបិលបងប្អូនមិនស្អីយើងអត់បាញ់អំបិលទេគឺតាមផ្លូវវាពិបាកការធ្វើដំណើរចឹងតែគេបាញ់អំបិលតាមផ្លូវហ្នឹងទៅគឺតកកវានឹងរលាយអញ្ចឹងវាអាចប៉ះពាល់នឹងការធ្វើដំណើរយើងបានទេវាអាចឲ្យយើងធ្វើដំណើរបានដោយសុវត្ថិភាពហើយចម្ងាយធ្វើការពីផ្ទះខ្ញុំមកកន្លែងធ្វើការហ្នឹងគឺអត់យូរទេបងប្អូនដូចជា10នាទីទេព្រោះចិត្តនឹងដែរទេធ្វើការនៅហាងបងចដូនមួយខ្ញុំហ្នឹងហើយបងប្អូនជាងវីដេអូខ្ញុំមានតែប៉ុណ្្នឹងហើយក៏សូមអរគុណដល់បងប្អូនអរគ្នាដែលខំតាមដានទស្សនាវីដេអូខ្ញុំបាទហើយសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អហើយថែរក្សាសុខភាពអស់គ្នាផងអូខេអរគុណបងប្អូនអស់គ្នាជំរាបលាបាយហើយសូមអធិស្ឋានផងដោយសារសលេងខ្ញុំវារៀងពិបាកស្ដាប់តិចហើយតែជាផ្ដាសាយណាអរគុណបងប្អូនអស់គ្នាអរគុណច្រើនអូខេបាយ